bà chỉ cá bật na chút thì thọ mình miên tê nơi không sừng cung mình miên mà đôi phía đôi nó tê kiếm ban khơi lục cụ đạch xong quạt ban miên xong thì cá lọ nữa bộ ấy về bộ bạc nó cá chlai chút thì thọ xâm nhập mà nơi dân miên ở chân đi lục cụ có thể chơi chân miên pi nữa để thăm mà chết mũi hay nó sừng cung mũi nó có nông sừng cung mình tha vào tây mũi na và tây tôi tây thum tây cro và tây miên tây tay tầm miên rương ạ dụt tây thò nên dân tay tây chụp bật tia rương ạ dụt tây thò hay mình miên rương na mũi đại xóm và co chỉ mũi năng chặt bảo dân tây rương khá về trâu tư về xóm mầm non tư hay rương khá tiết vì ắt xong mầm non ở vậy để dân ban kích á ở chân dân cùng tôi chất thao Việt Nam dân Việt chẳng ấy dân không khách không thôi là o hết và tại việc ban tập ban năng chẳng ở chân dân bạch tôi chất ấy thì dân nơi vừa là o tiết tàu hay cùng sau đây vụ ấy cáp chi diêm ọt một cá khách không prang bảo dân vì mình ban ngày này bàn tay việc ban ngày cào nên là đang thay dân là o có bàn tay dân luôn ấy đang thay dân là o dân bao chi diêm hời bà rừng cho thọ mình cho thọ này bờ sân chỉ dây bờ rừng thọ mà chết dây rừng cam nữa vì cho thọ mà rồi phía rồi ấy thợ ấy ban năng hay mình là cái mà tạ cái cát mau mình cát cha hay chư slap chân từ năng về cho thọ bàn tay nó không sừng cung cùng đông được bây giờ luôn đâu này mình phải có thay dân ban cho thọ mà rồi phía rồi nữa tê bàn tay tầm khăn dânត្រូវដឹងពីរបៀបដែលយើងគូសាប់គប់បកលបែបណាមនុស្សបែបណាដែលយើងគូសាប់គប់ជួនកាលយើងសាប់គប់នៅបកលប្រភេទនោះពេលដែលបានលទ្ធផលមកមើលទៅខ្លួនឯងដូចជាអយុត្តិធម៌សម្រាប់ខ្លួនឯងនេះខ្ញុំនិយាយមិនដឹងថាចំបងប្អូនណាទេណាប៉ុន្តែសំខាន់យើងគាត់សង្កត់ខ្លួនឯងដឹងថាអ្វីដែលយើងបានធ្វើមកគឺវាមិនខុសប៉ុន្តែវាមិនបានសមបំណងជាមួយនឹងអ្វីដែលយើងបានធ្វើទេយុទ្ធធម៌មិនមាន 100% ទេប៉ុន្តែវាជាគ្រឿងលម្អចិត្តរបស់យើងដែលយើងបានធ្វើវាឲ្យដោយត្រឹមត្រូវនេះគេដឹងគេមិនដឹងយើងប្រាប់យើងមិនប្រាប់ប៉ុន្តែយើងដឹងខ្លួនឯងថាយើងបានធ្វើអីហើយបាច់ទៅចិត្តទេហើយមនុស្សយើងគ្រប់រូបមិនមានពីណាគេសំបំណងខ្លួនឯង 100% ដែរកើតមកជាមនុស្សនេះគ្មាននរណាគេសំណងខ្លួនឯង 100% ទេនៅតែខ្វះនេះខ្វះនោះចឹងទោះបីឧទាហរណ៍ថាមានកើតមកបានរៀនសូត្របានខ្ពស់ហើយនេះឧទាហរណ៍ថាបានរៀនសូត្រខ្ពស់ហើយបានរៀនសាលាល្អហើយបន្ទាប់មកបានការងារហើយអញ្ចឹងយើងកំណត់ភាពជោគជ័យខ្លួនឯងទៅកំណត់ភាពជោគជ័យខ្លួនឯងថាកម្រិតធម្មតាជាការជោគជ័យរបស់យើងយើងបានចូលរៀននៅសាកលវិទ្យាល័យជាការជោគជ័យរបស់យើងមួយបន្ទាប់ពីយើងចេញធ្វើការយើងបានការងារមួយហើយវាគឺជាការជោគជ័យរបស់យើងមួយទៀតណាអញ្ចឹងនៅក្នុងជីវិតនេះការជោគជ័យមិនមែនដល់អ្វីមកសំបំណងទាំងអស់ទៅជាការជោគជ័យទេសំខាន់នៅក្នុងការដល់កម្រិតណាមួយដែលយើងបានគិតថាវាសមល្មមដែលជាការជោគជ័យរបស់យើងណាពេលដែលយើងរៀនចប់បានការងារល្អទៅយើងបានជោគជ័យមួយពេលដែលយើងមានប្រពន្ធការហើយមានប្រពន្ធមានគ្រួសារយើងបានជោគជ័យមួយទៀតដែរយើងមានគ្រួសារណាបើសិនជាប្រពន្ធយើងល្អគ្រួសារយើងល្អសហការគ្នាល្អដឹងខុសដឹងត្រូវវាក៏ជោគជ័យមួយទៀតទៅប៉ុន្តែមិនមែនប្រកាសថាគ្រួសារយើងមិនល្អមិនជោគជ័យនោះទេក៏នៅតែជោគជ័យដែរតែជោគជ័យក្នុងកម្រិតផ្សេងយើងកែតម្រូវយើងសិក្សាពីគ្នាទៅវិញទៅមកដើម្បីជោគជ័យទៅបន្ទាប់ពីទទួលមានគ្រួសារមានអីហើយមានលុយមានកាក់មានផ្ទះនៅយើងជោគជ័យមកកម្រិតទៀតហើយមានផ្ទះហើយអ្នកទៅប្រៀបធៀបមួយអ្នកផ្សេងទៀតគេមានផ្ទះមានឡានមានអីគេជោគជ័យអញ្ចឹងការជោគជ័យនេះយើងត្រូវចេះកំណត់ខ្លួនឯងចេះលើកទឹកចិត្តខ្លួនឯងថាប្រមាណវាសល់ល្មមមិនឲ្យយើងឈឺចាប់ឲ្យគ្រប់គ្រាន់ក្នុងការរស់នៅពួកអីរបស់យើង
អាយុជីវិតយើងវាមិនដល់100ឆ្នាំអីទេអញ្ចឹងការលោភលន់អស់នោះត្រូវតែចេះចំណាយពេលវេលាទៅលើការធ្វើបុណ្យធ្វើទានខ្លះហើយយើងមើលថាអ្វីជាយុទ្ធធម៌សម្រាប់ជីវិតវាមិនមាន 100% ទេវាកើតមកមានអ្នកខ្លះមានអ្នកខ្លះក្រអញ្ចឹងណាហើយយើងកើតមកខិតខំរៀនសូត្រខិតខំធ្វើការងារទិញឡានទិញផ្ទះអាអ្នកខ្លះគេកើតមកមានស្រាប់មានការងារល្អតាមខ្សែតាមពូជគេអ្នកមានការងារល្អជិះឡានលុយឡានទំនើបផ្ទះវិឡាននៅអញ្ចឹងរឿងយុទ្ធធម៌វាគ្មានទេអារឿងក្នុងសង្គមនេះប៉ុន្តែធម្មជាតិវាមានហើយយើងត្រូវគិតថាហេតុអីបានគេមានឡានគេកើតមកគេមានឡានស្រាប់មានផ្ទះនៅស្រាប់ប៉ាម៉ាក់គេចែកផ្ទះម្នាក់មួយទៀតអញ្ចឹងដោយសារគេមាននៅអំពើល្អពីមុនមកហើយគេធ្លាប់បានសាងអីល្អពីមុនមកហើយយើងមិនបាច់ទៅចំណែនគេទេខិតខំខ្លួនឯងពេលដែលយើងចំណែនគេវាធ្វើឲ្យយើងឈឺចាប់ហេតុអីក៏អញខិតខំហើយនៅបានតែប៉ុណ្្នឹងមិនដូចគេកើតមកគេមានហ្មងគេកើតមកម៉ែឪគេទិញឡានឲ្យបងប្អូនគេសិតមានឡានម្នាក់មួយមានផ្ទះវិឡាម៉ែឪគេមានទ្រព្យអញ្ចឹងយើងមិនបាច់ទៅចិត្តខ្លួនឯងនេះយើងត្រូវគិតថាគេប្រកាសជាធ្វើអីហើយពីចិត្តមុនមកនោះគេបានសន្សំអីហើយបានគេកាត់មកគេសំបំណងនៅកំណោទ្រព្យរបស់គេហ្នឹងហើយយើងខ្លួនយើងផ្ទាល់នេះចិត្តមុនប្រកាសជាធ្វើអីមកហើយឬក៏បុណ្យយើងតិចតួចស្ដាងហើយបានតែយើងត្រូវមានការបដិបត្តិប្រព្រឹត្តអំពើល្អក្នុងចិត្តហ្នឹងទៀតដើម្បីឲ្យចិត្តមុខរបស់យើងវាបានប្រសើរឲ្យបានល្អជាងចិត្តហ្នឹងឥឡូវចិត្តហ្នឹងយើងខិតខំមកយើងដឹងពីសកម្មភាពយើងណាតាំងពីតូចមកដល់ឥឡូវយើងបានមិនបានធ្វើអីខុសមិនបានធ្វើអីទេប៉ុន្តែយើងខិតខំប្រឹងប្រែងព្យាយាមនៅសាងអំពើល្អធ្វើបុណ្យធ្វើកុសលសាងនៅជាអ្វីដែលជាអំពើល្អឲ្យបានច្រើនដូចកសាងនេះកសាងនោះកសាងវត្តអារាមផ្លូវថ្នល់ខិតខំរៀនខិតខំលក្ខណៈឲ្យជាធម្មទានឬឲ្យជាអាវ៉ាត់ផ្សេងដើម្បីជាប្រយោជន៍ដល់អ្នកដទៃធ្វើទានធ្វើអីផ្សេងនេះគឺជាប្រយោជន៍របស់យើងនៅក្នុងចិត្តហ្នឹងអញ្ចឹងចិត្តមុខទៀតយើងត្រូវយកធ្វើម៉េចឲ្យបានខ្ពស់ជាងចិត្តហ្នឹងបាទហើយសម្រាប់គេពេលដែលគេកាត់មកជាកូនអ្នកមានអញ្ចឹងយើងបើចង់ចំណាយពេលសកត់សម្គាល់គេគាត់សម្គាល់គេទៅបើសិនជាគេកើតក្នុងចិត្តហ្នឹងគេអ្នកមានគេច្បោហើយគេប្រកាសជាធ្វើបន់ខិតខំធ្វើបន់ធ្វើទានថែមទៅចិត្តក្រោយគេក៏កាន់តែល្អជាងនឹងទៀតអញ្ចឹងការកើតមកមានឬក្រគេមានផ្សំទ្របរបស់គេតាំងពីចិត្តមុនហើយយើងបាច់ទៅតូចចិត្តរឿងលុយកាក់គេទេទ្របគេទេសំខាន់ខ្លួនឯងខិតខំប្រឹងប្រែងកុំចាំដល់តែថាដល់ចាំចាស់តិចចាំធ្វើបុណ្យឬចាំចាស់តិចចាំចូលវត្តឬចាំចាស់តិចចាំធ្វើទានឥឡូវហ្នឹងលុយតិចទួចលុយស្ដាងហ៎ធ្វើទានអីវ៉ាការសំបុណ្យសំហ្មងតិចទៅណាខ្លាចវាមិនបានដល់ចាស់អញ្ចឹងទៅយើងវិបាកចិត្តក្រោយយ៉ាប់ជាងហ្នឹងអញ្ចឹងពេលដែលយើងដឹងក្តីថាអ្វីដែលជាអំពើល្អហើយយើងអំពើល្អវាស្ថិតនៅក្នុងចិត្តរបស់យើងស្ថិតនៅក្នុងញាណរបស់យើងអញ្ចឹងកាលណាយើងដឹងថាវាជាអំពើល្អហើយយើងសំវាហ្មងតិចទៅសំរហូតដល់យើងចាស់ទៅវាបានក្រែលដែរកុំចាំដល់ចាស់ចាំសំណាសំតិចទៅកុំថាឧទាហរណ៍ថាយើងមានលុយកាក់តិចតួចខ្លះក្នុងខ្លួនអញ្ចឹងយើងចំណាយអ្នកសំទានឬដាក់បាតលោកអីផ្សេងទៀតដើម្បីជាប្រយោជន៍យើងទៅថ្ងៃមុខឧទាហរណ៍យើងមាន 100000 យើងមិនដាក់ 100000 យើងដាក់ 1000 2000 អីទៅដើម្បីជាសំគួរដើម្បីភ្ជាប់និស្ស័យនៅក្នុងសាសនានេះដើម្បីឲ្យដឹងថាអ្វីដែលជាអំពើល្អបាទពេលដែលយើងធ្វើទានទៅពពួកអមនុស្សពពួកអីនៅដល់ជុំវិញខ្លួនយើងហ្នឹងគេត្រេកអរគេដឹងថាមនុស្សនេះមានត្រៃសនគមមនុស្សជាមនុស្សចិត្តបុណ្យជាមនុស្សចិត្តទានណាអញ្ចឹងបុគ្គលនោះតណាមណាតែងតែបាននូវសេចក្តីសុខតែម្យ៉ាងទៀតសំខាន់បំផុតពេលដែលយើងធ្វើទាននេះគឺយើងតែងតែសប្បាយចិត្តខ្លួនឯងគឺសប្បាយចិត្តខ្លាំងសប្បាយចិត្តជាមួយនឹងសទ្ធាជាមួយនឹងទានដែលខ្លួនឯងបានធ្វើហ្នឹងអញ្ចឹងទោះបីជាមួយខណៈពេលហ្នឹងយើងចំណាយលុយតិចតួចឬសំរុំណាមួយដើម្បីធ្វើទានហ្នឹងវាគឺជាប្រយោជន៍យើងទៅខាងមុខនោះអញ្ចឹងពេលដែលយើងមានអំណាចអំណាងយើងមានអ្វីដែលអាងនៅក្នុងចិត្តហើយយើងអត់ខ្លាចទេយើងទៅជាតិមុខយើងកើតជាអីយើងអត់ខ្លាចហ្មងឧទាហរណ៍អញអត់តាន់បានធ្វើបុណ្យហ្មងអញចិត្តមុននឹងធ្វើស្អីអើយបានវេទនាយ៉ាងហ្នឹងតែចិត្តនឹងអញត្រូវធ្វើបុណ្យតែមិនចឹងចិត្តក្រោយអញវេទនាដូចចិត្តនឹងទៀតពេលតែដឹងខ្លួនឯងចឹងហើយណាមនុស្សហ្នឹងប្រុងប្រយ័ត្នខ្ពស់ណាស់គឺមិនងាយនឹងធ្វើបាបទេហើយខិតខំកសាងអំពើល្អច្រើនដើម្បីជាប្រយោជន៍ខ្លួនឯងទៅថ្ងៃមុខនេះគឺជាបទពិសោធន៍នៃជីវិតហើយមិនងាយទេក្នុងការ
ចាក់ធ្លុះនៅធေါ်ចូលបរិនិព្វាននោះវាមិនងាយឆាប់ទេអញ្ចឹងយើងដល់សំហូតចិត្តមុនបានប្រប៉ុណ្ណាចិត្តនេះមកប្រប៉ុណ្ណេះអញ្ចឹងចិត្តនេះបានប្រប៉ុណ្ណេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យចិត្តក្រោយនេះបានល្អជាងចិត្តនឹងទៀតហ្នឹងត្រូវដឹងថាយើងកើតមកចិត្តនេះប្រកាសជាមានចិត្តមុនភ្ជាប់មកហើយអញ្ចឹងត្រូវប្រុងប្រយ័ត្ននៅចិត្តក្រោយចិត្តក្រោយដឹងតែមានហើយចិត្តក្រោយមិនដឹងទៅជាមនុស្សសត្វទេវតាអីទេណាអាស្រ័យទៅលើអ្វីដែលយើងបានសាងកុំចាំដល់ចាស់ហើយបន្ភ័យថាអញអត់ទាន់បានធ្វើបុណ្យអីហងអញទាំងងាប់ទៅដឹងតែជាតិក្រោយដឹងតាណាតណីទេអញហើយមកគេខ្លួនឯងបានធ្វើបុណ្យធ្វើទានហើយអញយីទន្តិចចិត្តនេះអញបានធ្វើបុណ្យច្រើនទេតាអញខ្លាចទេមិនទៅអបាយភូមិទេនរកប្រែតដេរឆានសរកាយអី no អត់ទៅទេពួកអីអញបានកសាងបុណ្យខ្លះអញមិនដែលនិយាយកុហកអញប្រព្រឹត្តនៅសិល5បាណាតបតាអត្តនេទានាកាមេសុមុសានសុរាអី5សិល5អញកាន់បរិបូរអញមិនដែលចេះទៅសម្លាប់សត្វមិនលួចទ្រព្យគេដែលគេមិនអោយមិនប្រព្រឹត្តខុសកាមប្រពន្ធកូនគេមិននិយាយធ្វើឲ្យគេឈឺចាប់ក្រក់ចាក់រុកស្គស្គឿនអតីមិនសាប់គ្រឿងសង្វឹងមេធុនអីនេះជីវិតរបស់យើងនេះពេលដែលយើងធ្វើបានល្អហើយយើងបារម្ភទៀតទេសួរថាបារម្ភហេអត់មានការបារម្ភទេពេលដែលយើងចាស់ទៅពេលដែលចិត្តស្ដាប់យើងនឹកឃើញអ្វីដែលយើងបានធ្វើមកវាសบายចិត្តណាអ្វីដែលអញបានធ្វើនេះអញសบายចិត្តណាអញចាស់ហើយអញឈឺអញចិត្តស្លាប់អញសบายចិត្តណាពួកអីអញបានធ្វើហើយអញបានធ្វើហើយបានធ្វើល្អហើយពេលដែលអញស្លាប់ទៅអញប្រកាសជាទៅកន្លែងល្អអញសบายចិត្តណាអត់បារម្ភទេនេះស្លាប់ទាំងសบายចិត្តហើយពេលដែលចិត្តស្លាប់ហ្នឹងណាអាកម្មនិមិត្តហ្នឹងកម្មល្អហ្នឹងវាមកអូយណែត្រូវតែជឿចិត្តមុនចិត្តនេះនិងចិត្តក្រោយទៀតត្រូវតែជឿរឿងហ្នឹងប៉ុន្តែបើខ្លួនអាចបានធ្វើបុណ្យចាំរហូតដល់ចាស់ស្រាប់ចាស់ឈឺធ្វើបុណ្យលែងកើតវាមិនស្រួលនៅក្នុងការធ្វើបុណ្យនោះចាប់ដើមភ័យចាប់ដើមបារម្ភថាអើយអញចាស់ហើយចិត្តស្លាប់ហើយអញអត់តាន់បានសំបុណ្យសំទានអីសោះឡាយទៅមើលកូនចៅឡាយទៅរកស៊ីដល់ឲ្យឈឺចាស់ចិត្តស្លាប់បាទមានពេលណាមានកម្លាំងឯណាដើរទៅធ្វើបុណ្យទៅភ័យហើយអញបើអត់បានធ្វើបុណ្យធ្វើទានពេលដែលអញងាប់ទៅអញទៅណាអោលោកម្ចាស់ហើយបើសិនជាតោងពេលវេលាឲ្យថយក្រោយបានខ្ញុំតោងពេលវេលាមកដើម្បីខ្ញុំឆ្លៀនសំបុណ្យពួកអីតាំងពីក្មេងរហូតដល់ចាស់នេះខ្ញុំអត់មានបានសល់អីខ្សោះសល់តែខ្លួនដដែលកើតមកខ្លួនតទេចិត្តស្លាប់ទៅវិញនៅខ្លួនតទេមានតែពីរកញ្ចប់ទៅវិញរឿងពិតគឺអំពើល្អនៅអំពើអាក្រក់ហើយបើសិនអំពើល្អខ្ញុំបានធ្វើសោះខ្ញុំច្បាស់ចិត្តទៅអបាយភូមិហើយភ័យណាពេលដែលដេកលើកតេចិត្តស្លាប់កម្មនិមិត្តមកអូអញគ្មានបាននឹកឃើញអំពើល្អអីមិនតិចសោះគ្មានបាននឹកឃើញទេមានអារម្មណ៍ថាឈឺចាប់ក្នុងមួយជីវិតអត់បានធ្វើបុណ្យធ្វើទានអត់បានធ្វើល្អឈឺចាប់ណាកុំឲ្យស្ដាយក្រោយយើងខិតខំទៅធ្វើល្អទៅកុំឲ្យស្ដាយក្រោយលើโลกនេះនៅក្នុងសង្គមគ្មានយុត្តិធម៌ 100% ទេប៉ុន្តែក្នុងធម្មជាតិគឺយុត្តិធម៌ 100% ស្មើគ្នាអ្នកឯងធ្វើអីបានកម្មផលព្រះពុទ្ធអង្គព្រះពុទ្ធជាម្ចាស់បានមានពុទ្ធដីកាកម្មផលយើងត្រូវជឿទៅលើកម្មផលបន្ទាប់ពីអ្នកទាំងឡាយបានមើលវីដេអូដែលខ្ញុំបានចេញនេះហើយសូមអ្នកទាំងឡាយដំណើរជីវិតដោយមានការប្រុងប្រយ័ត្នដំណើរជីវិតឲ្យបានត្រឹមត្រូវដើម្បីជាប្រយោជន៍របស់ខ្លួនឯងនៅបច្ចុប្បន្ននិងអនាគតបាទសូមអរគុណសាធុ